ព័ត៌មានទី1បាទនៅថ្ងៃនេះនៅថ្ងៃសុក្រទី3ខែមេសាមកនៅសហរដ្ឋអាមេរិកនេះគឺព័ត៌មានស្ទើរតែគ្រប់ប៉ុស្តិ៍ទាំងអស់របស់ទូរទស្សន៍នៅសហរដ្ឋអាមេរិកគឺផ្ដោតសំខាន់ទៅលើសង្គ្រាមនៅក្នុងប្រទេសអ៊ីរ៉ង់ដែលយោធាអ៊ីរ៉ង់បានបាញ់ទម្លាក់យន្តហោះប្រភេទ F-15E ដែលជាយន្តហោះប្រភេទទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិកធ្លាក់ចំនួន1គ្រឿងនៅក្នុងប្រទេសអ៊ីរ៉ង់ហើយមួយគ្រឿងទៀតគឺប្រភេទផ្សេងបាទជាប្រភេទទម្លាក់គ្រាប់បែកដែរនោះគឺធ្លាក់នៅក្នុងតំបន់ឈូងសមុទ្របាទដែលនេះគឺជាហាក់ដូចជាផ្ទុយនឹងអ្វីដែលសហរដ្ឋអាមេរិកអះអាងក្នុងពេលកន្លងមកថាសមត្ថភាពបាទដើម្បីការពារដែនអាកាសរបស់អ៊ីរ៉ង់នោះបានខូចខាតទៅហើយបាទឥឡូវនេះខ្ញុំបានថតវីដេអូថតសាច់រឿងនេះទុកជាមុនដែរបាទក៏ប៉ុន្តែប្រាប់ជំរាបជូនប្រិមិត្តគឺរូបភាពនេះគឺជារូបភាពដែលខ្ញុំដាក់តំណាងទេណារូបភាពដែលតំណាងឲ្យយន្តហោះនោះទេមិនមែនតាក់ទងជាមួយនឹងព្រឹត្តិការណ៍នោះទេបាទដើម្បីឲ្យប្រិមិត្តបានដឹងថាយន្តហោះប្រភេទណាដែលត្រូវបាញ់តាក់នោះអ៊ីរ៉ង់បានបាញ់ទម្លាក់យន្តហោះចម្បាំង F-15E របស់សហរដ្ឋអាមេរិកនិងយន្តហោះចម្បាំងអាមេរិកទី2ត្រូវបានគេរាយការណ៍ថាបានធ្លាក់នៅក្នុងតំបន់ឈូងសមុទ្រដែលជាឧបទ្ទវហេតុនៃការកើនឡើងគួរឲ្យកត់សម្គាល់នៅក្នុងសង្គ្រាមរយៈពេល5សប្តាហ៍ដែលបានបង្កឲ្យមានវិបត្តិថាមពលសកលរួចទៅហើយការវិវត្តទាំងនេះបានបន្ថែមទៅលើការវាយប្រហារកាន់តែខ្លាំងឡើងរបស់អ៊ីរ៉ង់នៅថ្ងៃសុក្រខណៈដែលសាធារណរដ្ឋអ៊ីស្លាមបានកំណត់គោលដៅវាយប្រហារលើទីតាំងថាមពលនៅក្នុងតំបន់នោះការនេះកើតឡើងតែប៉ុន្មានម៉ោងបន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានគម្រាមកំហែងឡើងវិញថានឹងវាយប្រហារប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលរបស់អ៊ីរ៉ង់យោងតាមមន្ត្រីអាមេរិកម្នាក់ដែលស្នើសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថាសហរដ្ឋអាមេរិកបានជួយសង្គ្រោះអ្នកបើកបរម្នាក់នៃយន្តហោះចម្បាំង F-15E មន្ត្រីរូបនេះបាននិយាយថាប្រតិបត្តិការស្វែងរកនិងជួយសង្គ្រោះអ្នកទី2កំពុងដំណើរការសេតាវិមានបាននិយាយថាលោកត្រាំបានដឹងអំពីរឿងហេតុនេះហើយនៅក្នុងបទសម្ភាសន៍មួយលោកត្រាំបានបដិសេធមិនពិភាក្សាអំពីប្រតិបត្តិការស្វែងរកនិងការជួយសង្គ្រោះនោះទេលោកបានមានប្រសាសន៍ថាព្រឹត្តិការណ៍ទាំងនេះនឹងមិនប៉ះពាល់ដល់ការចរចាដែលកំពុងបន្តជាមួយអ៊ីរ៉ង់ទេនេះបើយោងតាមអ្នកយកព័ត៌មាន NBC News យន្តហោះចម្បាំងទី2ដែលជាយន្តហោះវាយប្រហារប្រភេទ A-10 Warthog បានធ្លាក់នៅតំបន់ឈូងសមុទ្រប៉ែកកាលពីថ្ងៃសុក្រដោយអ្នកបើកបរយន្តហោះតែម្នាក់ត្រូវបានជួយសង្គ្រោះដោយសុវត្ថិភាពនេះបើយោងតាមការចុះផ្សាយរបស់កាសែត The New York Times ដោយដកស្រង់សម្ដីមន្ត្រីអាមេរិកពីររូបថតនិងវីដេអូកំពុងចរាចរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដែលត្រូវបានចែករំលែកដោយប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរដ្ឋអ៊ីរ៉ង់បានបង្ហាញថាយ៉ាងហោចណាស់មានយន្តហោះ C-130 របស់សហរដ្ឋអាមេរិកមួយគ្រឿងនិងឧទ្ធម្ភាគចក្រប្រភេទ Black Hawk ពីរគ្រឿងត្រូវបានគេប្រទះឃើញហោះហើរទាបពីលើប្រទេសអ៊ីរ៉ង់នៅភាគកណ្ដាលនិងនិរតីដែលគេពិពណ៌នាថាជាកិច្ចខិតខំប្រឹងប្រែងដើម្បីស្វែងរកនិងជួយសង្គ្រោះក្រុមនាវិកការខាតបង់ក្នុងសមរភូមិលើកដំបូងនៃយន្តហោះចម្បាំងអាមេរិកឬអ៊ីស្រាអែលគឺជាការវាយប្រហារយ៉ាងធ្ងន់ធ្ងរដល់សម្ព័ន្ធមិត្តនិងរំខានដល់ការរំពឹងទុកដែលនៅសេសសល់សម្រាប់សហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ក្នុងការឈានទៅដល់កិច្ចព្រមព្រៀងមួយឆ្ពោះទៅការបញ្ចប់ជម្លោះនេះទីភ្នាក់ងារសារព័ត៌មានពាក់កណ្ដាលផ្លូវការរបស់អ៊ីរ៉ង់ Tasnim បានរាយការណ៍កាលពីថ្ងៃសុក្រថាអ៊ីរ៉ង់បានបាញ់ទម្លាក់យន្តហោះចម្បាំងអាមេរិកដ៏ទំនើបមួយគ្រឿងប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ផ្សេងទៀតបានបោះពុម្ពរូបថតដែលផ្សាយបង្ហាញអំពីអ្វីដែលពួកគេនិយាយថាជាបំណែកយន្តហោះដែលត្រូវបានបាញ់ទម្លាក់រោងចក្រកែច្នៃឧស្ម័នធម្មជាតិធំជាងគេរបស់អ៊ីរ៉ាប់រួមគឺ Habshan បានផ្អាកប្រតិបត្តិការបន្ទាប់ពីកំទេចកំទីពីការស្ទាក់ចាប់គ្រាប់ផ្លោងបានបង្កឲ្យមានអគ្គិភ័យប៉ុន្មានម៉ោងមុននេះការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកបានដុតបំផ្លាញរោងចក្រចម្រាញ់ប្រេង Mina Al Shadi របស់ប្រទេសគុយវ៉ែតដែលមានសមត្ថភាពផលិតប្រេងបាន344,000 បារ៉ែលក្នុងមួយថ្ងៃគុយវ៉ែតក៏បានរាយការណ៍អំពីការខូចខាតរោងចក្រថាមពលនិងរោងចក្រចម្រាញ់ទឹកប្រៃបន្ទាប់ពីការវាយប្រហារនៅព្រឹកថ្ងៃសុក្រហើយអារ៉ាប៊ីសាអូឌីតបាននិយាយថាខ្លួនបាញ់ស្កាត់យន្តហោះគ្មានមនុស្សបើកជាច្រើនគ្រឿងនៅពេលព្រឹកព្រលឹម
បាទសូមអរគុណប្រិយមិត្តទាំងអស់គ្នាដែលបានចូលមកស្ដាប់នៅការចែករំលែករបស់ខ្ញុំនៅព័ត៌មានទី1ពាក់ព័ន្ធនឹងសង្គ្រាមរបស់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលនៅក្នុងប្រទេសអ៊ីរ៉ង់ហើយខាងអ៊ីរ៉ង់បានបាញ់ធ្លាក់នៅយន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិកបាទព័ត៌មានទី2នេះគឺជាសេចក្តីរាយការណ៍របស់សារព័ត៌មានច្រើនដែរនៅសហរដ្ឋអាមេរិកនេះគឺក៏មានបដកម្មធំដែរបាទនៅសហរដ្ឋអាមេរិកគឺមានតាំងពីខាងយោធាមានតាំងពីខាងសភារបស់សហរដ្ឋអាមេរិកផងដែរគឺលោករដ្ឋមន្ត្រីក្រសួងការពារជាតិរបស់សហរដ្ឋអាមេរិកឬហៅថាក្រសួងសង្គ្រាមបានបណ្ដេញមេទ័ពសំខាន់រហូតដល់3នាក់បាទគឺបាទបើនេះបើតាមការបញ្ជាក់ឲ្យបានដឹងបាទខ្ញុំសូមបកប្រែសេចក្តីរាយការណ៍នេះដូចតទៅគឺរដ្ឋមន្ត្រីក្រសួងការពារជាតិរបស់សហរដ្ឋអាមេរិកគឺលោក Pete Hegseth កាលពីថ្ងៃប្រហោះម្សិលមិញហ្នឹងបានបណ្ដេញនាយសេនាធិការកងទ័ពជើងគោកអាមេរិកគឺបានមេទ័ពធំមេទ័ពជើងគោកតែម្ដងនិងឧត្តមសេនីយ៍2រូបទៀតខណៈដែលសង្គ្រាមអ៊ីរ៉ង់នៅតែបន្តមន្ត្រីមន្ទីរបញ្ចកោណបានបញ្ជាក់ថាលោក Hegseth បានប្រាប់នាយសេនាធិការកងទ័ពជើងគោកអាមេរិកគឺឧត្តមសេនីយ៍ Randy George នាយឧត្តមសេនីយ៍ Randy George ផ្កាយមាស4ឲ្យចូលនិវត្តន៍ជាបន្ទាន់មន្ត្រីអាមេរិកម្នាក់បាននិយាយថាលោកក៏បានបណ្ដេញឧត្តមសេនីយ៍កងទ័ពជើងគោក2រូបផ្សេងទៀតកាលពីថ្ងៃប្រហោះផងដែរគឺប្រធានបូជាចាស់ឧត្តមសេនីយ៍ William Green Jr. និងមេបញ្ជាការនៃបញ្ជាការផ្លាស់ប្ដូរនិងបណ្ដុះបណ្ដាលកងទ័ពបាទគឺឧត្តមសេនីយ៍ David Hodney បានបណ្ដេញចេញផងដែរចំណាត់ការរបស់លោក Hegseth បានកើតឡើងមួយថ្ងៃបន្ទាប់ពីសន្ទរកថារបស់លោកប្រធានាធិបតី Donald Trump ទៅកាន់ប្រជាជាតិស្ដីពីសង្គ្រាមអ៊ីរ៉ង់នៅក្នុងសន្ទរកថានោះលោក Trump បានបង្ហាញសញ្ញាថាសហរដ្ឋអាមេរិកនឹងបង្កើនការវាយប្រហារទៅលើអ៊ីរ៉ង់បន្ទាប់ពីបានលើកឡើងពីមុនថាសហរដ្ឋអាមេរិកអាចបញ្ចប់សង្គ្រាមក្នុងរយៈពេលពី2ទៅ3សប្តាហ៍លោក Sean Parnell អ្នកនាំពាក្យនៃមន្ទីរបញ្ចកោណបានបញ្ជាក់ពីការចាក់ចែងរបស់លោក George កាលពីថ្ងៃប្រហោះដោយសរសេរនៅលើគេហទំព័រ X ថានាយឧត្តមសេនីយ៍ Randy George នឹងចូលនិវត្តន៍ពីតំណែងជាប្រធានសេនាធិការទី41នៃកងទ័ពដែលចូលជាធរមានភ្លាមក្រសួងសង្គ្រាមមានអំណរសូមថ្លែងអំណរគុណចំពោះការបម្រើប្រទេសជាតិរបស់លោកនាយឧត្តមសេនីយ៍ George អស់រយៈពេលជាច្រើនទសវត្សរ៍បាទនេះគឺជារឿងមួយដែលដូចដែលខ្ញុំធ្លាប់បានជំរាបជូនប្រិមិត្តផងដែរហើយអ្នកខ្លះក៏ដែលតាមដានរឿងហ្នឹងគឺដឹងហើយណាតាំងពីរឿងបុរាណចិនតាំងពីជំនាន់ណាជំនាន់ណីគឺគេពេលកំពុងតែសង្គ្រាមអញ្ចឹងគេមិនដែលបដិញមេទ័ពទេគេមិនដែលបដិញមេទ័ពអញ្ចឹងនេះគឺជាប្រតិកម្មដែលអ្នកមួយចំនួនគេថា insane គឺជាចំណាត់ការដ៏ឈ្គួតលីលាមួយហ្នឹងគេប្រើពាក្យហ្នឹងគឺខាងតំណាងរាជណាគាត់ប្រើពាក្យហ្នឹងគាត់ថា it's insane គឺជាចំណាត់ការដ៏ឈ្គួតលីលាមួយដែលមកបណ្ដេញមេទ័ពចំមេទ័ពជើងគោកទៀតណាបាទអញ្ចឹងបានន័យថាអាចនឹងមានការប៉ះទង្គិចគ្នាយ៉ាងម៉េចជាមួយនឹងលោកមេទ័ពជើងគោកក្នុងការរៀបចំកម្លាំងយ៉ាងម៉េចបាទបានបណ្ដេញក៏ប៉ុន្តែក៏មានសារព័ត៌មានមួយចំនួនបានបញ្ជាក់ថាមិនមែនដោយសារតែរឿងហ្នឹងទេគឺវាជារឿងគេថាចរិតលក្ខណៈមិនស៊ីសង្វាក់គ្នាបាទដូចថាអតចរិតបុគ្គលដូចថាមិនដាក់ទៅមិនស៊ីខ្សែគ្នាមកម្នាក់ចូលចិត្តនិយាយចេះម្នាក់ចូលចិត្តនិយាយចុះដែលជារឿងដើមចំឲ្យមានការបណ្ដេញលោកមេបញ្ជាការកងទ័ពជើងគោកហ្នឹងបាទហើយនេះដល់មកដល់ចំណុចហ្នឹងគឺខ្ញុំធ្លាប់ចែករំលែកពីមុនមកដែរជាមួយនឹងប្រិមិត្តគឺនៅសហរដ្ឋអាមេរិកបាទបើកាលណាគេមិនពេញចិត្តយើងកន្លែងធ្វើការអីចឹងគឺជាពិសេសអ្នកធំណាគឺគេឲ្យលាលែងពីតំណែងគេហៅទៅប្រាប់ហើយគេឲ្យលាលែងហ្មងបាទជាងគេបណ្ដេញបើកាលណាបណ្ដេញយើងជាប់ឈ្មោះមិនសូវល្អនៅក្នុងប្រវត្តិរូបយើងពេលដែលយើងដាក់ទៅធ្វើការងារកន្លែងផ្សេងគេថាគឺមានប្រវត្តិរូបទៅគេបណ្ដេញចេញបាទបើសិនជាយើងលាលែងចេញអានឹងគឺជាកិត្តិយសរបស់យើងមួយដែរអញ្ចឹងវាខុសគ្នាណាបាទអញ្ចឹងគឺរឿងនេះកំពុងតែមានប្រតិកម្មខ្លាំងក្លាពីខាងសមាជិកសភារបស់សហរដ្ឋអាមេរិកផងដែរបាទព័ត៌មានទី3នេះគឺតាក់ទងជាមួយនឹងការស្នើបង្កើនថវិកា
របស់លោកប្រធានាធិបតី Donald Trump សម្រាប់វិស័យការពារជាតិបាទលោកប្រធានាធិបតី Donald Trump បានស្នើនៅថ្ងៃនេះណាថ្ងៃសុក្រនេះមកនៅសហរដ្ឋអាមេរិកនេះគឺសូមកាត់បន្ថយការចំណាយណាដែលមិនមែនវិស័យការពារជាតិចំនួន 10% បាទចំនួន 10% សម្រាប់ឆ្នាំសារពើពន្ធ 2027 មិនមែនឆ្នាំនេះទេណាគឺ 2026 អនុម័តរួចហើយអញ្ចឹង 2027 គឺនឹងកាត់បន្ថយចំនួន 10% ហើយនឹងបង្កើនការចំណាយទៅលើវិស័យការពារជាតិចំនួនរហូតដល់$500 លាន$500 billion បាទសម្រាប់វិស័យយោធាបាទក្នុងខណៈពេលដែលសហរដ្ឋអាមេរិកកំពុងតែធ្វើសង្គ្រាមជាមួយនឹងប្រទេសអ៊ីរ៉ង់សំណើថវិកាឆ្នាំ2027នេះគឺកើតឡើងខណៈដែលលោកប្រធានាធិបតីកំពុងប្រឈមមុខនឹងជំរឿសដល់ប្រថុយប្រឋាននៅបរទេសដោយរដ្ឋបាលរបស់លោកបានបញ្ជូនសមាជិកយោធាអាមេរិកទៅកាន់តំបន់មជ្ឈិមបូព៌ានិងសាធារណជនអាមេរិកកំពុងតែហត់នឿយបាទក្នុងប្រទេសដោយសារតែវិបត្តិសេដ្ឋកិច្ចដែលកំពុងកើតមានឡើងដោយសារតែតម្លៃប្រេងកើនឡើងយ៉ាងខ្លាំងបាទដោយសារតែចំនួននៅក្នុងតំបន់មជ្ឈិមបូព៌ានេះប៉ុន្តែកំអាលអឬក៏កំអាលភ័យពីព្រោះសំណើនេះទៅការទៀមទាឲ្យមានការយល់ព្រមពីសភាសិនជាកន្លែងដែលការមិនយល់ស្របទៅលើការចំណាយរបស់លោកតាមជាច្រើននៅក្នុងពេលថ្មីនេះដែលនាំឲ្យមានការបិទរដ្ឋាភិបាលរយៈពេលយូរផងដែរអញ្ចឹងនៅខាងសភាតើសភាព្រមឬមិនព្រមការកើនឡើងនៃការចំណាយថវិកាការពារជាតិដែលបានឡើងទៅរហូតដល់$1,500 លានបាទ$1.5 trillion បាទពាន់លាន$បាទអញ្ចឹងនៅស្រុកខ្មែរគេប្រើពាក្យ trillion ដែរឥឡូវហ្នឹងបាទ trillion ខា trillion ដែរសម្រាប់អ្នកគិតគូរបញ្ជីអញ្ចឹងហៅតាមខ្មែរខ្លះទៅគឺ$1.5 trillion សហរដ្ឋអាមេរិកគឺកើនឡើងពីថវិកាដែលមានពេលបច្ចុប្បន្នគឺប្រហែលជា$1,000 លានចំទៅ1 trillion $1,000 លាន$ក្នុងឆ្នាំ2026ហើយក្នុងការដំឡើងនោះគឺរួមមានការដំឡើងប្រាក់ខែពី5ទៅដល់7% សម្រាប់បុគ្គលិកយោធាបាទសម្រាប់បុគ្គលិកយោធាទេណាបាទអ្នកដែលនៅខាង civil គឺអត់ទេបាទនៅពេលដែលសមាជិកយោធារាប់ពាន់នាក់ទៅបានដាក់ពង្រាយយ៉ាងសកម្មទៅខាងក្រៅប្រទេសសេតាវិមានបានអះអាងថាមូលនិធិការពារជាតិនេះគឺខិតជិតកាន់តែច្រើនជាប្រវត្តិសាស្ត្រដោយកាលពីសម័យមុនសង្គ្រាមលោកលើកទី2ហើយការស្នើសុំថវិកាដោយច្រើនសន្ធឹកសន្ធាប់នេះគឺផ្ទុយស្រឡះពីទស្សនៈរបស់លោកត្រាំដែលកន្លងមកមានការមន្ទិលសង្ស័យចំពោះការចំណាយទៅលើវិស័យយោធាជាពិសេសនៅក្នុងអាណត្តិដំបូងរបស់លោកដែលនៅពេលនោះលោកហៅថាការចំណាយដែលកម្រិតខ្ពស់ថាជារឿងឈួតលីលាទៀតផងលោកប្រធានាធិបតី Donald Trump បានចូលមកកាន់តំណែងដោយការសន្យាថានឹងកាត់ការចំណាយទៅរបស់រដ្ឋាភិបាលសហព័ន្ធណាហើយនឹងដើម្បីទប់ស្កាត់កុំឲ្យមានអនុភាពថវិកាដូច្នេះត្រូវតែកាត់ចំណាយរបស់រដ្ឋាភិបាលដែលអ្នកបោះឆ្នោតរបស់គាត់មួយចំនួននោះសប្បាយរីករាយណាស់បាទអ្នកខ្លះមិនចូលចិត្តទេបុគ្គលិករដ្ឋាភិបាលសហព័ន្ធគឺថាបានលោកត្រាំមកពីវិស័យឯកជននោះគឺមកកាត់ចំណាយឲ្យបានល្អសល់លុយច្រើនណាបាទថែមទាំងយកលោក Elon Musk បាទលោក Elon Musk ចូលមកដើម្បីជួយកាត់តម្រឹមតម្រូវផងថែមទាំងដាក់ឲ្យកាត់បុគ្គលិករដ្ឋាភិបាលអស់30,000នាក់បាទ30,000នាក់ដើម្បីបាទកាត់បន្ថយការចំណាយរបស់រដ្ឋាភិបាលក៏ប៉ុន្តែការពិតវិញគឺអនុភាពនៃចំណូលនិងចំណាយវិញគឺបាទរដ្ឋាភិបាលសហព័ន្ធទទួលបានចំណូលពន្ធចំណូលឲ្យបាននឹងគឺបាទឥឡូវនេះបើបូកថែមជាមួយនឹងថវិកាថ្មីនេះគឺនឹងធ្វើឲ្យគម្លាតអនុភាពនឹងរហូតដល់$1.8 trillion បាទដែលជាការបង្កើនថែមទៀតបាទពីឆ្នាំមុនណាបាទពីឆ្នាំមុនគឺ$1.7 trillion ទេបាទអញ្ចឹងបានន័យថាសល់ពីអាណត្តិទី1របស់លោកបានដែលមុនមកណាបាទអាណត្តិទី1របស់លោកហ្នឹងគឺរកចំណូលតិចជាងចំណាយហ្នឹងចំនួន$1.7 trillion ឥឡូវនេះសម្រាប់ឆ្នាំសារពើពន្ធថ្មីមិនទាន់គិតថាចំណាយប្រកាន់យោធានេះគឺសម្រាប់ឆ្នាំទៅចប់ត្រឹមថ្ងៃទី30ខែកញ្ញាខាងមុននេះគឺនឹងមានអនុភាពថវិការហូតដល់$1.8 trillion កន្លះ
ជិត 1.9 trillion ចាំបានន័យថាចំណូលនឹងកាន់តែតិចចំណាយនឹងកាន់តែច្រើនដែលខុសពីការសន្យារបស់លោកប្រធានាធិបតីក្នុងការឃោសនាថាចូលមកដើម្បីកាត់បន្ថយការចំណាយបាទនេះគឺជាព័ត៌មានសំខាន់ទី3ដែលខ្ញុំចងក្រងសម្រាប់ប្រិយមិត្តទាំងអស់គ្នាបាទហើយព័ត៌មានទី4នេះគឺតកតងជាមួយនឹងនៅក្នុងប្រទេសអ៊ុយក្រែនការវាយប្រហាររបស់រុស្ស៊ីបាទនៅថ្ងៃសុក្រហ្នឹងគឺបានបណ្ដាលឲ្យមនុស្សយ៉ាងស្លាប់យ៉ាងហោចណាស់ចំនួន8នាក់ផងដែរបាទដែលរុស្ស៊ីបង្កើនការវាយប្រហារយ៉ាងខ្លាំងនៅទូទាំងប្រទេសអ៊ុយក្រែនបាទដូចខ្ញុំបានថតព័ត៌មាននេះហើយចឹងសូមចាក់ជូនប្រិយមិត្តបាទការវាយប្រហាររបស់រុស្ស៊ីបានសម្លាប់មនុស្សយ៉ាងហោចណាស់8នាក់នៅទូទាំងប្រទេសអ៊ុយក្រែនកាលពីថ្ងៃសុក្ររួមទាំងការវាយប្រហារដោយមីស៊ីលនិងយន្តហោះគ្មានមនុស្សបើកដ៏ធំនៅជិតរដ្ឋធានីនេះបើយោងតាមអាជ្ញាធរមូលដ្ឋានមន្ត្រីអ៊ុយក្រែនអះអាងថាវាមានកម្លាំងកំពុងផ្លាស់ប្ដូរយុទ្ធសាស្ត្ររបស់ខ្លួនដើម្បីបង្កើនទុក្ខវេទនារបស់ជនស៊ីវិលដោយផ្លាស់ប្ដូរទៅជាការវាយប្រហារនៅពេលថ្ងៃនិងរៀបចំដើម្បីកំណត់គោលដៅហេដ្ឋារចនាសម្ព័ន្ធសំខាន់បន្ថែមទៀតលោកប្រធានាធិបតី Volodymyr Zelensky បានបង្ហាញពីការបើកចំហរបស់ទីក្រុងគៀវក្នុងការឲ្យមានបទឈប់បាញ់នៅថ្ងៃបុណ្យ Easter ពីព្រោះថ្ងៃឈប់សម្រាកនេះត្រូវបានប្រារព្ធឡើងនៅថ្ងៃទី12ខែមេសាទាំងនៅប្រទេសអ៊ុយក្រែននិងរុស្ស៊ីលោក Zelensky ក៏បាននិយាយផងដែរថាអ៊ុយក្រែនកំពុងរៀបចំសម្រាប់ការផ្លាស់ប្ដូរយុទ្ធសាស្ត្រផ្លូវអាកាសរបស់រុស្ស៊ីដោយចារកម្មបង្ហាញថាការវាយប្រហារនាពេលអនាគតនឹងផ្លាស់ប្ដូរទីហួសពីហេដ្ឋារចនាសម្ព័ន្ធធម្មពលក្រសួងការពារជាតិរុស្ស៊ីបាននិយាយថាយន្តហោះគ្មានមនុស្សបើកអ៊ុយក្រែនចំនួន192គ្រឿងត្រូវបានបាញ់ទម្លាក់ពេញមួយយប់នៅទូទាំងប្រទេសរុស្ស៊ីនិងតំបន់គ្រីមៀដែលរុស្ស៊ីកំពុងកាន់កាប់បាទនេះជាការវិវត្តមួយនៅក្នុងប្រទេសរុស្ស៊ីដែលបាទនៅក្នុងប្រទេសអ៊ុយក្រែនដែលរុស្ស៊ីបានបដូរតាក់ទិកនៅក្នុងការវាយប្រហារទៅលើប្រទេសអ៊ុយក្រែនហើយលោករដ្ឋមន្ត្រីក្រសួងអ្នកនាំពាក្យវិមានក្រមឡាំងគឺលោកប៉េស្កូវក៏បានបញ្ជាក់ផងដែរថាអ៊ុយក្រែនត្រូវតែដកចេញពីតំបន់ Donbass ដើម្បីដូរជាមួយនឹងសន្តិភាពដើម្បីឲ្យបានកិច្ចព្រមព្រៀងសន្តិភាពតែដកចេញពីព្រោះអីរុស្ស៊ីបានវាយប្រហារ4ឆ្នាំជាងចូលឆ្នាំទី5ហើយវាមិនបែកទេអញ្ចឹងឥឡូវចង់បានសន្តិភាពគឺត្រូវដកចេញទៅដើម្បីឈប់ការប្រយុទ្ធគ្នាបាទនេះជាព័ត៌មានទី4ណាបាទរីឯព័ត៌មានទី5បាទរីឯព័ត៌មានទី5ដាក់រូបនេះមិនចូលហើយជាកាំងទៀតបាទកាំងរូបបាទបើកុំអាខ្ញុំដករូបនោះមកផ្លែតមើលតែមិនចេះបាទអូខេបាទរីឯព័ត៌មានទី5នេះគឺមានការវិវត្តគួរឲ្យចាប់អារម្មណ៍ផងដែរនៅក្នុងប្រទេសគុយបាក្រោយពីសហរដ្ឋអាមេរិកបានដាក់សម្ពាធខាងសេដ្ឋកិច្ចយ៉ាងខ្លាំងទៅលើប្រទេសគុយបាឥឡូវនេះគឺកាលពីថ្ងៃពហុម្សិលមិញខាងរដ្ឋាភិបាលក៏ថាគាត់នឹងដោះលែងអ្នកទោសជាង 2000 នាក់ដោយចូលទៅលើហេតុផលមនុស្សធម៌អញ្ចឹងតែនៅក្នុងនោះមានអ្នកណាខ្លះដោះលែងពេលណាក៏អត់ទាន់ដឹងដែរក៏ប៉ុន្តែក្រសួងការបរទេសរបស់សហរដ្ឋអាមេរិកថានឹងតាមដានមើលផងដែរហើយសង្ឃឹមថានឹងដោះលែងនៅអ្នកទោសនយោបាយរាប់រយនាក់ដែលកំពុងតែជាប់នៅក្នុងពន្ធនាគាររបស់រដ្ឋាភិបាលកុម្មុយនីសមួយនេះបាទនេះគឺជាសេចក្តីរាយការណ៍ដែលខ្ញុំបានថតឲ្យខ្ញុំរដ្ឋាភិបាលគុយបាបានប្រកាសកាលពីថ្ងៃប្រហោះថាខ្លួននឹងដោះលែងអ្នកទោសចំនួន2010នាក់ពីពន្ធនាគារក្នុងកាយវិការមនុស្សធម៌និងអធិបតេយ្យភាពដោយប្រកាសពីការលើកលែងទោសយ៉ាងទូលំទូលាយខណៈដែលរដ្ឋបាលលោកត្រាំបន្តយុទ្ធនាការដាក់សម្ពាធរបស់ខ្លួនដើម្បីធ្វើឲ្យកោះនេះនៅឯកោតាមរយៈការបិទផ្លូវព្រេងការប្រកាសនេះដែលបានចេញផ្សាយនៅក្នុងកាសែត Granma ដែលគ្រប់គ្រងដោយរដ្ឋគឺជាការដោះលែងអ្នកទោសដ៏ធំបំផុតមួយនៅក្នុងប្រទេសនេះក្នុងរយៈពេលប្រមាណឆ្នាំថ្មីនេះរដ្ឋាភិបាលកុម្មុយនីសបាននិយាយថាខ្លួនបានជ្រើសរើសអ្នកដែលត្រូវលើកលែងទោស
ដោយផ្អែកលើបទអក្រិតដែលបានប្រព្រឹត្តអាកប្បកិរិយាល្អរបស់ពួកគេនៅក្នុងពន្ធនាគារការពិតដែលថាពួកគេបានជាប់គុកភាគច្រើននៃទោសរបស់ពួកគេនិងស្ថានភាពសុខភាពរបស់ពួកអ្នកទោសសេចក្តីប្រកាសនេះមិនបាននិយាយថាពេលណាអ្នកទោសនឹងត្រូវបានដោះលែងឬក្រោមកលៈទេសៈណានោះទេនេះជាការដោះលែងអ្នកទោសលើកទី2របស់ប្រទេសនៅឆ្នាំនេះកាលពីខែមុនរដ្ឋាភិបាលបាននិយាយថាខ្លួននឹងដោះលែងអ្នកទោសចំនួន51នាក់ជាកាយវិការសុឆន្ទៈចំពោះបរិយវ៉ាទីកង់គុយបាបានដោះលែងអ្នកទោសម្ដងម្កាលហើយបានពិពណ៌នាអំពីការលើកលែងទោសថាជាការអនុវត្តតាមទម្លាប់ធម្មតាដែលស្របគ្នានឹងសប្តាហ៍បរិសុទ្ធដែលជាថ្ងៃឈប់សម្រាកដែលត្រូវបានប្រារព្ធយ៉ាងទូលំទូលាយនៅក្នុងប្រទេសទោះជាយ៉ាងណាក៏ដោយពេលវេលានៃការប្រកាសនេះក៏កើតឡើងខណៈដែលសហរដ្ឋអាមេរិកបានបន្តព្យាយាមដាក់សម្ពាធលើគូប្រជែងដ៏យូរអង្វែងរបស់ខ្លួនដើម្បីឲ្យធ្វើសម្បទាននយោបាយដែលធ្វើឲ្យវិបត្តិធម្មពលរបស់កោះនេះកាន់តែអាក្រក់ទៅដោយការកាត់បន្ថយការនាំចូលប្រេងឥន្ធនៈអស់រយៈពេលជាច្រើនខែក្នុងការបិទផ្លូវដ៏មានប្រសិទ្ធភាពដោយគ្មានការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រទេសនេះបានជួបប្រទះនឹងការដាច់ចរន្តអគ្គិសនីទូទាំងកោះហើយកំពុងរងទុក្ខដោយវិបត្តិអាក្រក់បំផុតរបស់ខ្លួនក្នុងរយៈពេលជាច្រើនទសវត្សរ៍ទីក្រុង Washington និងទីក្រុង Havana បានទទួលស្គាល់ថាមានការចរចាប៉ុន្តែគេមិននិយាយច្បាស់ថាការចរចាបានរីកចម្រើនដល់កម្រិតណាឬថាតើការដោះលែងអ្នកទោសរបស់ប្រទេសគុយបាគឺជាផ្នែកមួយនៃការពិភាក្សាគ្នាឬអត់អ្នកនាំពាក្យក្រសួងការបរទេសបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រថាសហរដ្ឋអាមេរិកបានដឹងអំពីរបាយការណ៍នៃការដោះលែងអ្នកទោសនាពេលខាងមុខទោះបីជាមិនច្បាស់ថាតើមានអ្នកទោសប៉ុន្មានអ្នកដែលត្រូវបានដោះលែងក៏ដោយអ្នកនាំពាក្យរូបនេះបាននិយាយថាយើងបន្តអំពាវនាវឲ្យមានការដោះលែងជាបន្ទាន់នៅអ្នកស្នេហាជាតិដ៏ក្លាហានរបស់គុយបារាប់រយអ្នកផ្សេងទៀតដែលកំពុងត្រូវបានឃុំខ្លួនដោយអយុត្តិធម៌បាទសូមអរគុណប្រិយមិត្តទាំងអស់គ្នានេះគឺជាបច្ចុប្បន្នភាពអាមេរិកាំងដែលខ្ញុំបានចងក្រងសម្រាប់ប្រិយមិត្តទាំងអស់គ្នានៅថ្ងៃសុក្រទី3ខែមេសាមកនៅសហរដ្ឋអាមេរិកពេលយប់ទៅជាថ្ងៃសៅរ៍ទៅហើយណាទី4ខែមេសាមកនៅក្នុងប្រទេសកម្ពុជាសម្រាប់ប្រិយមិត្តណាដែលចូលមកស្ដាប់ព័ត៌មានគឺចាប់តែប៉ុណ្ណេះសូមអរគុណសូមជម្រាបលា